ដីព្រៃរាប់សិបហិកតានៅស្រុកជីក្រាញ់កំពុងរងការឈូសឆាយយកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យពលរដ្ឋចោទប្រកាន់ថាមានការខុបខិតបាក់ដៃពីមន្ត្រីខិលខូចតើមានមន្តអាគមអ្វីបានជាយាយស្រីហ៊ាននាំត្រាក់ទ័រឈូសឆាយដីព្រៃជាង50ហិកតានៅឃុំខ្វៅដោយស្ងៀមស្ងាត់បែបនេះខេត្តសៀមរាបដីព្រៃដែលជាសម្បត្តិសាធារណៈរបស់រដ្ឋរាប់សិបហិកតាស្ថិតនៅចំណុចដំរីស្លាំខាងលិចផ្សារខ្វៅក្នុងភូមិខ្វៅឃុំខ្វៅស្រុកជីក្រាញ់ខេត្តសៀមរាបកំពុងតែរងការឈូសឆាយនិងការរំលោភបំពានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យពីសំណាក់បុគ្គលម្នាក់ឈ្មោះយាយស្រីដោយគ្មានការរំខានឬទប់ស្កាត់ពីសំណាក់អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលប្រចាំការនៅទីនោះឡើយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានលើកដៃសំពះទាំងទឹកភ្នែកនិងសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការរបស់អាជ្ញាធរពួកគាត់បានលើកឡើងថាយុត្តិធម៌ហាក់គ្មានសោះសម្រាប់ប្រជាពលរដ្ឋក្រីក្រប៉ុន្តែសម្រាប់បុគ្គលមានអំណាចនិងមានលុយដូចជាយាយស្រីបែរជាអាចធ្វើអ្វីៗស្រេចតែអំពើចិនបានយ៉ាងសុខស្រួលតាមប្រភពពីប្រជាពលរដ្ឋបានចាត់ប្រកាន់បន្ថែមថាមូលហេតុដែលបុគ្គលរូបនេះអាចនាំយកគ្រឿងចាក់ធុនធ្ងន់ត្រាក់ទ័រចូលឈូសឆាយដីព្រៃរដ្ឋបានយ៉ាងរលូនដោយសារតែមានការសាន់ព្រេននិងសម្របសម្រួលផលប្រយោជន៍ជាមួយមន្ត្រីខិលខូចមួយចំនួននៅក្នុងមូលដ្ឋានទើបបណ្ដាលឲ្យក្រុមមន្ត្រីទាំងនោះរក្សាភាពស្ងៀមស្ងាត់ដោយចោលលុយសេះមើលរំលងបទល្មើសព្រៃឈើជាក់ស្ដែងបែបនេះជុំវិញករណីនេះប្រជាពលរដ្ឋបានទទូចអំពាវនាវដោយស្មោះអស់ពីចិនជម្រាបជូនលោកបូមេងត្រីអភិបាលនៃគណៈអភិបាលស្រុកជីក្រាញ់និងជាប្រធានបញ្ជាការឯកភាពរដ្ឋបាលស្រុកមេត្តាបើកការស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់ចំពោះមន្ត្រីក្រមអាវ៉ាន់ដែលរងការចោទប្រកាន់ថាខុបខិតប្រព្រឹត្តអំពើពុករលួយបន្ថែមពីនេះប្រជាពលរដ្ឋក៏បានស្នើដល់ឯកឧត្តមប្រាក់សុផាន់អភិបាលនៃគណៈអភិបាលខេត្តសៀមរាបព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមេត្តាបញ្ជូនមន្ត្រីជំនាញចូលត្រួតពិនិត្យនិងទប់ស្កាត់ឲ្យបានទាន់ពេលវេលាជៀសវាងបណ្ដោយឲ្យដីព្រៃរបស់រដ្ឋនៅក្នុងភូមិសាស្ត្រខាងលើត្រូវរលាយហិនហោចដោយសារតែបុគ្គលដែលអាងអំណាចនិងអាងខ្សែធំនៅពីក្រោយខ្នងដើម្បីស្វែងរកការពិតនិងផ្ដល់ភាពយុត្តិធម៌គ្រប់ភាគីអង្គភាពសារព័ត៌មានប្រមាញ់ជាដែនធីវីយើងខ្ញុំបានព្យាយាមទំនាក់ទំនងទៅលោកប៊ូច័ន្ទរិនប្រធានការិយាល័យរៀបចំដែនដីនគរពាណិជ្ជកម្មសំណង់និងស្រយោដីស្រុកជីក្រាញ់ចំនួន2លើកតាមរយៈលេខទូរស័ព្ទ097 444 72 76ដើម្បីសុំការបកស្រាយប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួលឡើយដោយឡែកចំពោះលោកមេឃុំខ្វៅអង្គភាពយើងខ្ញុំបានទំនាក់ទំនងសុំបទសម្ភាសន៍តាមទូរស័ព្ទផងដែរប៉ុន្តែលោកបានឆ្លើយសារភាពដោយរអាក់រអួលថាដីនៅចំណុចដំរីស្លាំស្ថិតនៅក្នុងភូមិខ្វៅឃុំខ្វៅដែលបុគ្គលឈ្មោះយាយស្រីកំពុងតែយកត្រាក់ទ័រឈូសឆាយនោះគឺលោកមេភូមិបានចុះទៅចុចកូអដោណេនិងវាស់វែងពិតប្រាកដមែនប៉ុន្តែលោកមិនទាន់ដឹងថាមានទំហំប៉ុន្មានហិកតានោះទេអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតគឺសម័យខ្លួនស្រីបានឆ្លើយប្រាប់អង្គភាពសារព័ត៌មានខ្ញុំដោយត្រង់ថាដីដែលគាត់កំពុងកាន់កាប់និងឈូសឆាយនោះមានទំហំរហូតដល់ទៅជាង50ហិកតារាប់ទាំងដីព្រៃសំណួរដោតបេះដូងបានចោទឡើងថាតើដីព្រៃរបស់រដ្ឋរាប់សិបហិកតានេះតើអ្នកណាជាអ្នកចែកហ៊ានបាក់ដៃឲ្យបុគ្គលរូបនេះកាន់កាប់រហូតដល់ទៅជាង50ហិកតាដោយខុសច្បាប់បែបនេះអង្គភាពសារព័ត៌មានប្រមាញ់ជ័យដានធីវីយើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះឡើងក្នុងន័យដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ដើម្បីស្ថាបនានិងដើម្បីជម្រាបជូនមហាជនព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានជ្រាបជាព័ត៌មានអំពីព្រឹត្តិការណ៍ពិនដែលកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានតែប៉ុណ្ណោះអង្គភាពយើងខ្ញុំរងចាំទទួលការឆ្លៃបំភ្លឺនិងបកស្រាយពីគ្រប់ស្ថាប័នអាជ្ញាធរពាក់ព័ន្ធនិងសម័យខ្លួនគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានដើម្បីធានាតម្លាភាពនិងភាពត្រឹមត្រូវរាយការណ៍ដោយលោកពិនថនភ្នាក់ងារអង្គភាពប្រមាញ់ជ័យដែន